បាទសួស្តីបងប្អូនទាំងអស់គ្នាមានបងប្អូនសិស្សានុសិស្សជាច្រើនតែងតែសួរថាលោកគ្រូហេតុអ្វីបានជាភាសាអង់គ្លេសមានកាលច្រើនម្លេះហើយរៀនតែ3បច្ចុប្បន្នអនាគតនិងអតីតកាលប៉ុណ្ណឹងបានអត់ថ្ងៃនេះខ្ញុំនឹងមកបកស្រាយសំណួរនេះជូនបងប្អូនហើយនឹងប្រាប់អំពីអត្ថប្រយោជន៍នៃការរៀនកាលរបស់ភាសាអង់គ្លេសហ្នឹងឲ្យបងប្អូនបានដឹងទៀតផងហើយសង្ឃឹមថាវីដេអូនេះនឹងជួយជំរុញឲ្យបងប្អូននឹងមានចិត្តចង់សិក្សាឆ្វេងយល់អំពីកាលទាំង12ហ្នឹងឲ្យបានស៊ីជម្រៅបន្ថែមទៀតបាទជាការប៉ុណ្ណាពេលវេលាសប្តាហ៍របស់យើងគឺមានតែ3ទេធំបាទគឺ past present and future បាទគឺ3ហ្នឹងបាទប៉ុន្តែការបង្កើតកាលទាំង12មកនេះមិនមែនដើម្បីឲ្យអ្នកទាំងអស់គ្នាលំបាកក្នុងការរៀនទេបាទគឺគេបង្កើតមកនេះគឺដើម្បីបញ្ជាក់ឬក៏បង្ហាញអំពីភាពច្បាស់លាស់នៃសកម្មភាពជាទូទៅនៅក្នុងភាសាខ្មែរយើងតែងតែប្រើពាក្យថាបានកំពុងហើយនឹងដើម្បីបញ្ជាក់បាទប៉ុន្តែនៅក្នុងភាសាអង់គ្លេសគេបដូរមកការបដូរកិរិយាសព្ទទៅតាមកាលនីមួយៗដើម្បីប្រាប់យើងថាតើសកម្មភាពនោះចប់ហើយឬក៏នៅឬក៏កំពុងបន្តបាទអញ្ចឹងនៅលើអេក្រង់នេះគឺជាកាលរបស់ភាសាអង់គ្លេសដែលខ្ញុំដាក់នៅលើ screen នេះអ្នកទាំងអស់គ្នាអាចមើលបានបាទអញ្ចឹងកាលរបស់យើងគឺមាន present បាទគឺ4មានpresent simple present continuous present perfect ហើយនិង present perfect continuous បាទចំណែក past past ក៏មាន4ដែរគឺ past simple past continuous past perfect ហើយនិងpast perfect continuous 4ដូចគ្នាបាទចំណែក future ក៏មាន4ដែរបាទគឺមាន future simple future continuous future perfect ហើយនិង future perfect continuous មាន4ដូចគ្នាបាទតោះកុំឲ្យខាតពេលយើងទៅមើលប្រយោគនិងអត្ថន័យរាល់កាលនីមួយៗដែលខ្ញុំឧទាហរណ៍ជូនអ្នកទាំងអស់គ្នានៅលើវីដេអូទាំងអស់គ្នាបាទអញ្ចឹងនេះគឺជា present tense បាទអញ្ចឹងយើងមើលក្នុង present tense វាមាន4ណាបាទអញ្ចឹងយើងមើល present simple I work every day ខ្ញុំធ្វើការរាល់ថ្ងៃអញ្ចឹងវាបញ្ជាក់អំពីទម្លាប់ឬក៏ការពិតទូទៅបាទបន្ទាប់ទៀតគឺ present continuous I am working right now ខ្ញុំកំពុងតែធ្វើការឥឡូវនេះអញ្ចឹងវាបញ្ជាក់អំពីសកម្មភាពដែលកំពុងតែកើតឡើងឧទាហរណ៍ដូចជាអ្នកទាំងអស់គ្នាកំពុងតែមើលវីដេអូខ្ញុំអញ្ចឹង You are watching my video បាទកំពុងតែកើតឡើងកំពុងតែមើលបាទបន្ទាប់ទៀតគឺ present perfect present perfect ខ្ញុំដាក់ថា I have working here for 5 years ខ្ញុំបានធ្វើការនៅទីនេះអស់រយៈពេល5ឆ្នាំហើយប៉ុន្តែឥឡូវគាត់នៅតែធ្វើអញ្ចឹងវាចាប់ផ្ដើមពីអតីតកាលបន្តមកដល់បច្ចុប្បន្នបាទចំណែកបន្ទាប់ទៀតគឺ present perfect continuous I have been working all morning ខ្ញុំកំពុងតែធ្វើការពេញមួយព្រឹកមកហើយបាទអញ្ចឹងមានន័យថាបញ្ជាក់ពីភាពបន្តបន្ទាប់នៃសកម្មភាពដែលទៅតែចប់ហើយបន្តមកទៀតបាទអញ្ចឹងអានេះវាបង្ហាញពីសកម្មភាពដែលចាប់ផ្ដើមក្នុងអតីតកាលហើយបាទវាបន្តមកដល់បច្ចុប្បន្នឧទាហរណ៍ It has raining since morning មានថាវាភ្លៀងធ្លាក់តាំងពីព្រឹករហូតដល់ឥឡូវនៅតែបន្តធ្លាក់អញ្ចឹងភ្លៀងតាំងពីព្រឹកតែល្ងាចឥឡូវល្ងាចនៅតែមានភ្លៀងធ្លាក់ដែរបាទឧទាហរណ៍មួយទៀតសកម្មភាពដែលទៅតែចប់ហើយប៉ុន្តែវានៅតែបន្តឲ្យយើងឃើញលទ្ធផលនៅបច្ចុប្បន្នអញ្ចឹងណាឧទាហរណ៍ថា I'm tired because I have been running ណាខ្ញុំហត់ពីព្រោះខ្ញុំទៅតែបានរត់រួចហ្នឹងមែនថាយើងរត់រួចហើយតែសកម្មភាពដែលកំពុងតែបង្ហាញយើងឃើញគឺកំពុងតែហត់បាទយ៉ាងហ្នឹងវាជា present perfect continuous មិញទី1យើងនិយាយអំពី present tense ឥឡូវយើងទៅមើលទី2គឺយើងនិយាយអំពី past tense អតីតកាលម្ដងបាទអញ្ចឹងអតីតកាលមាន4ដែរយើងមើល past simple I worked yesterday មានថា
ខ្ញុំបានធ្វើការកាលពីម្សិលមិញអញ្ចឹងសកម្មភាពហ្នឹងគឺជាប់សពគ្រប់ក្នុងអតីតកាលហើយបាទជាប់អស់ហើយអញ្ចឹងវាបញ្ជាក់អំពីសកម្មភាពដែលបានកើតឡើងក្នុងអតីតកាលហើយជាប់ទៅវិញហើយបាទដល់ពេល past continuous I was working when you call មែនថាខ្ញុំកំពុងតែធ្វើការនៅពេលដែលអ្នកបានទេមកអញ្ចឹងសកម្មភាពកំពុងតែកើតឡើងនៅចំណុចណាមួយក្នុងអតីតកាលបាទគាត់ដែលយើងយកមកនិយាយប្រាប់គេថាម៉ោងប៉ុណ្ណេះខ្ញុំកំពុងតែធ្វើការណែឯង call មកខ្ញុំបាទយើងប្រាប់គេណាបាទpast perfect I had work before I went home ខ្ញុំបានធ្វើការរួចរាល់ហើយមុនពេលខ្ញុំទៅផ្ទះអញ្ចឹងសកម្មភាពហ្នឹងសកម្មភាពមួយចប់មុនសកម្មភាពមួយទៀតក្នុងអតីតកាលបាទមានថាសកម្មភាពមួយហ្នឹងបានចប់សពគ្រប់ហើយនៅក្នុងអតីតកាលបាទហើយមុននឹងសកម្មមួយទៀតមុននឹងសកម្មភាពមួយទៀតក្នុងអតីតកាលដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំបានធ្វើការងាររួចរាល់ហើយមុនពេលខ្ញុំទៅផ្ទះឧទាហរណ៍គេស៊ូមលើកយើងពីម្សិលណាឯងធ្វើអីមកប្រាប់ផ្ទះហើយខ្ញុំបានធ្វើការរួចរាល់ហើយមុននឹងខ្ញុំទៅផ្ទះបាទយើងប្រាប់គេអញ្ចឹងណាបាទ I had worked before I went home ន័យថាខ្ញុំធ្វើការចប់ហើយមុនខ្ញុំទៅផ្ទះអាហ្នឹងណាបាទឥឡូវយើងទៅមើល past perfect continuous I had been working for 2 hours before the power went out មានថាខ្ញុំបានកំពុងតែធ្វើការអស់រយៈពេល2ម៉ោងមកហើយមុននឹងពេលភ្លើងដាច់បាទអញ្ចឹងមានន័យថាមុនពេលភ្លើងដាច់ហ្នឹងយើងបានធ្វើការងារ2ម៉ោងរួចហើយឃើញទេអ្នកនរបាទអញ្ចឹងអាហ្នឹងវាបញ្ជាក់អំពីអតីតកាលសកម្មភាពដែលកើតឡើងក្នុងអតីតកាលជាប់សពគ្រប់អ្នកនរបាទអញ្ចឹងអានេះគឺជា past tense ឥឡូវយើងទៅមើលចំណុចទី3គឺអនាគតកាលបាទគឺ future tense អូខេអនាគតកាលយើងមើល future simple I will work tomorrow មានថាខ្ញុំនឹងធ្វើការនៅថ្ងៃស្អែកមានថាកម្រងឬក៏ការសម្រេចចិត្តនៅក្នុងថ្ងៃអនាគតបាទអត់ទាន់កើតឡើងទេគាត់តែប្រាប់គេថាខ្ញុំនឹងធ្វើការនៅថ្ងៃស្អែកបាទកម្រងក្នុងថ្ងៃអនាគតមួយទៀតគឺ future continuous I will be working at 10 AM tomorrow ហេខ្ញុំនឹងកំពុងតែធ្វើការនៅម៉ោង10ព្រឹកស្អែកមានសកម្មភាពដែលកំពុងតែកើតឡើងហ្នឹងក្នុងពេលជាលក្ខណៈមួយនៅក្នុងអនាគតកាលបាទតែវាអត់ទាន់កើតឡើងទេគាត់តែយើងប្រាប់គេឲ្យដឹងអញ្ចឹងណាបាទបន្តទៀតគឺជាfuture perfect បាទ future perfect I will have work here for a year by next month ន័យថាខ្ញុំនឹងបានធ្វើការនៅទីនេះគ្រប់1ឆ្នាំហើយណាខ្ញុំបានធ្វើការងារនៅទីនេះគ្រប់1ឆ្នាំហើយនៅខែក្រោយនេះសកម្មភាពដែលនឹងត្រូវចប់សពគ្រប់នៅពេលណាមួយក្នុងអនាគតកាលបាទមានន័យថាយើងប្រាប់គេបាទនៅអ្វីដែលវាត្រូវបញ្ចប់សពគ្រប់នៅពេលណាមួយនៅក្នុងអនាគតកាលប៉ុន្តែវាអត់ต้องកើតឡើងទេណាបាទក្នុងអនាគតបាទពាក្យថាអនាគតមានថាវាអត់ต้องកើតឡើងដូចយើងមិនអាចមើលឃើញអនាគតយើងថាទៅមុខជាស្អីទេប៉ុន្តែគេពាក្យមួយគេថាបើចង់ដឹងអនាគតឲ្យមើលបច្ចុប្បន្នបាទទង្វើនៅពេលបច្ចុប្បន្នរបស់យើងនឹងសូឲ្យឃើញលទ្ធផលនៅពេលអនាគតរបស់យើងដែរបាទអាហ្នឹងណាអូខេឥឡូវយើងមកបន្តទៀតគឺ future perfect continuous I will have been working for 8 hours by the time I finish ហេខ្ញុំនឹងបានមិនខ្ញុំនឹងបានទេយើងប្រែថាខ្ញុំនឹងបានមកណាព្រោះអនាគតណាស្អើកណា no ដាក់ស្អើកងខ្ញុំនឹងបានកំពុងធ្វើការអស់រយៈពេល8ម៉ោងហើយនៅពេលដែលខ្ញុំបញ្ចប់ការងារនេះឃើញទេបាទតែសួរការឡើងមកហ្នឹងនៅទេវាសត្វតែជាអនាគតកាលគាត់និយាយប្រាប់គេនឹងមុននេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមិនបានបញ្យល់ឬក៏បង្ហាញអ្នកទាំងអស់គ្នាឲ្យលម្អិតអំពីការនីមួយៗទៀតខ្ញុំគាត់ទៅលើកឧទាហរណ៍ប្រយោគនីមួយៗដើម្បីអ្នកគ្នាបានឃើញថាហេតុអីបានយើងត្រូវតែរៀនការទាំង12ហ្នឹងមូលហេតុអីបាទអញ្ចឹងយើងមើលប្រយោគហ្នឹងទៅដឹងហើយបាទហើយកិរិយាសព្ទនឹងទៀតសោតខ្ញុំយកតែកិរិយាសព្ទពាក្យថា work មួយទេមកបំបែកតាមការនីមួយៗដើម្បីអ្នកទាំងអស់គ្នាស្រួលមើលអញ្ចឹងដឹងហើយថាហេតុអីបានយើងត្រូវចាំបាច់រៀនការណាបាទសរុបសេចក្តីមកអ្នកទាំងអស់គ្នាឃើញបើយើងប្រើតែការមួយនោះអ្នកស្ដាប់
អ្នកស្ដាប់នឹងមិនយល់ពីស្ថានភាពពិតប្រាកដរបស់យើងឡើយដូច្នេះការចេះកាលការចេះ tenses ជួយឲ្យការទំនាក់ទំនងយើងនឹងកាន់តែមានវិជ្ជាជីវៈនិងភាពច្បាស់លាស់បាទដើម្បីក្នុងការពិពណ៌នាព្រឹត្តិការណ៍ឬក៏សកម្មភាពអ្វីមួយទៅកាន់អ្នកជិតខាងអញ្ចឹងមិនមែនអ្នកជិតខាងទេដៃគូយើងទៅដែរអញ្ចឹងកាលនេះមួយគឺសំខាន់មែនទែននៅក្នុងអត្ថបទក្តីនៅក្នុងការតាក់តែងនិពន្ធក្តីសុទ្ធតែត្រូវការប្រើប្រាស់កាលទាំងអស់អញ្ចឹងប្រយោគនីមួយៗមិនអាចប្រើកិរិយាសព្ទដដែលប្រើកាលដដែលទេព្រោះវាក្នុងប្រយោគនីមួយៗត្រូវបញ្ជាក់ប្រាប់គេថានឹងជាប់នៅសកម្មភាពហ្នឹងឬក៏កំពុងបន្តឬក៏ក្រុងនឹងកើតឡើងបាទអញ្ចឹងគឺបែបហ្នឹងនឹងជាហេតុផលដែលយើងត្រូវរៀនកាលរបស់ភាសាអង់គ្លេសដែលមិនអាចអត់បានបាទអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាបាទជាពិសេសសិស្សានុសិស្សដែលទើបតែចាប់ផ្ដើមរៀនអង់គ្លេសក្តីកំពុងតែរៀនកាលក្តីបាទនឹងថាសង្ឃឹមថាមើលវីដេអូនឹងហើយនឹងធ្វើឲ្យបងប្អូននឹងកាន់តែមានចិត្តចង់ឆ្វេងយល់អំពីកាលនឹងឲ្យកាន់តែស៊ីជម្រៅទៅទៀតបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំអត់មានអីច្រើនទេបាទខ្ញុំមានតែប៉ុណ្ណេះអញ្ចឹងតើអ្នកទាំងអស់គ្នាមានចម្ងល់អីទេឬក៏មានអ្វីដែលចង់សួរអ្នកអាច comment នៅខាងក្រោមវីដេអូនេះបានបាទហើយបើចង់ឲ្យខ្ញុំបញ្យល់អំពីចំណុចណាមួយនៅក្នុងភាសាអង់គ្លេសបាទក៏អាច comment នៅខាងក្រោមនេះបានដែរបាទកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំផងដើម្បីទទួលបានមេរៀនផ្សេងទៀតបាទ see you in the next video